ថ្ងៃហ្នឹងបងប្អូនមេឃភ្លៀងតិចអញ្ចឹងគឺមានអារម្មណ៍ថាដូចជាឃ្លានញោមមីបងប្អូនហើយមានដៃបើកធុងតកទៅគឺនៅសល់ប្រហិតទិញទួចហើយជីនទិញទួចបងប្អូនណាមានដៃផ្សំគ្នាហើយក៏ឆ្នៃតិចតួចចឹងទៅដើម្បីធ្វើញោមមីហើយចំពោះប្រភេទមីគឺខ្ញុំប្រើប្រភេទមីដែលមានរូបព្រះវិហារបងប្អូនបន្តមកទៀតគឺជាបន្លែមានបន្លែស្ពៃក្តោបមានប្រហិតមានជីគ្រប់មុខមានក្រូចឆ្មាខ្ទឹមសហើយនិងម្ទេសយើងនឹងឯងអញ្ចឹងជំហានបន្ទាប់ហ្នឹងគឺខ្ញុំហាន់ស្ពៃក្តោបហើយចំពោះបងប្អូនដែលធ្លាប់ធ្វើញោមមីបងប្អូនហាន់បែបណាក៏បានដែរណាបងប្អូនគឺអត់មានបញ្ហាទេសម្រាប់ការចូលចិត្តរបស់បងប្អូនតែប៉ុណ្្នឹងឯងហើយហាន់រួចហើយគឺយើងទុកម្លាញ់ទៅគឺយើងមកហាន់ក្រូចឆ្មាបងប្អូនហាន់ក្រូចឆ្មាគឺខ្ញុំប្រើតែមួយផ្លែទេបន្តមកទៀតនោះគឺជាប្រហិតបងប្អូនចង់ប្រើជាប្រហិតអីក៏បានដែរណាឬក៏ចង់ប្រើបន្ថែមជាគ្រឿងសមុទ្រគ្រឿងអីក៏តាមការចូលចិត្តរបស់បងប្អូនទៅតែខ្ញុំញ៉ាំគ្រឿងសមុទ្រអត់ទាន់បានទេបងប្អូននិយាយចំគឺខ្ញុំដាក់តែប្រហិតទេណាព្រោះថាប្រហិតហ្នឹងគឺវាងាយស្រួលជាងហើយវាញ៉ាំទៅគឺវាមិនសូវជាមានហានិភ័យបងប្អូនព្រោះថាអ្នកសរសៃខ្ចីនោះគឺញ៉ាំអីយើងរឹសទៅហើយនេះគឺជាសាច់គោបងប្អូនសាច់គោគឺសាច់គោគេចែកគេចែកប្រហែលជា1គីឡូជាងបងប្អូនតែមានអីបងប្អូនហើយឆ្នៃដាក់អានោះបន្តិចអានេះបន្តិចទៅគ្រាន់តែមានជាតិចឹងណាបងប្អូនព្រោះថាអាតិចនេះធ្វើញោមមីយើងធ្វើឲ្យត្រូវគ្រឿងឲ្យត្រូវសាច់មិនឆ្ងាញ់បងប្អូននិយាយចាំខ្ញុំខ្វះតែបន្លែបងប្អូនហើយឥឡូវដល់វគ្គដាំទឹកដាក់ចោលទៅហើយមកបុកខ្ទឹមម្ទេសចាចំពោះម្ទេសវិញគឺថាខ្ញុំមានតែ2គ្រាប់ហ្នឹងទេបងប្អូនហើយព្រោះដោយសារអីនិយាយចាំទៅបើកធុងតកមានប៉ុណ្ណាគឺធ្វើប៉ុណ្ណឹងតែម្ដងអត់មានគិតច្រើនទេបន្តមកទៀតគឺទឹកហ្នឹងក៏យើងដាំពុះរួចរាល់ហើយដែរអញ្ចឹងហើយយើងតម្លាក់មីចូលទៅហើយចំពោះមីគឺងាយស្រួលស្រស់ហ៎បងប្អូនយើងទុកតែ2-3នាទីទៅគឺវាទន់ហើយដល់ពេលដែលទន់ហើយមិនបាច់ទៅទុកយូរអីទៀតទេបងប្អូនយើងប្រញាប់ស្រង់ចេញមកព្រោះថាតិចនៃការធ្វើញោមមីនេះគឺយើងស្រស់ច្រើនមុខណាមិនមែនស្រស់តែមីតែមួយមុខទេបងប្អូនបន្ទាប់ពីបានស្រស់មីស្រស់ហើយឥឡូវចាប់ដាំមកស្រស់បន្លែស្ពៃក្តោបយើងហ្នឹងហើយសម្រាប់ស្ពៃក្តោបបងប្អូនចង់ប្រើជាស្ពៃក្តោបពណ៌សក៏បានឬក៏មួយពណ៌ស្វាយអញ្ចឹងណាឬក៏បងប្អូនបន្ថែមជាការ៉ុតក៏បានដែរតែដោយសារខ្ញុំអត់មានបងប្អូនហើយនិយាយចំដូចខ្ញុំនិយាយពីក្បាលវីដេអូអញ្ចឹងមានប៉ុណ្ណាក៏ដាក់ប៉ុណ្ណឹងបន្ទាប់មកទៀតគឺយើងស្រស់ប្រហិតណាហើយចំពោះប្រហិតនេះផងដែរមិនមែនថាដាក់ភ្លាមស្រង់ភ្លាមទេបងប្អូនដាក់ឲ្យតតែវាដែតឡើងមកឲ្យអស់ណាទើបខ្ញុំស្រង់អានឹងទើបឆ្អិនណាហើយចំពោះសាច់គោវិញគឺខ្ញុំស្រស់យកមកសពពេកបងប្អូនគឺខ្ញុំអត់ទុកយូរទេណាហើយបន្តមកទៀតហ្នឹងគឺយើងមកលាយគ្រឿងចំពោះគ្រឿងគឺខ្ញុំប្រើគ្រឿងមីនៅតែម្ដងគឺខ្ញុំអត់មានប្រើអំបិលស្ករប៊ីចេងណាហ្នឹងយើងថែមថយទៅតាមក្រោយទៀតណាបងប្អូនបើសិនជាស្ទើរគ្រឿងណាអានេះខ្ញុំប្រើតាមកលៈទេសៈឯងបងប្អូនព្រោះដោយសារអីគ្រឿងមីគឺវាមានស្រាប់ចឹងហើយយើងមិនបាច់ប្រើក៏បានដែរហើយចំពោះក្រូចឆ្មាវិញក៏អញ្ចឹងដែរបងប្អូនចូលចិត្តជូរបងប្អូនដាក់ជូរទៅតែសម្រាប់ខ្ញុំប្រើតែមួយផ្លែបងប្អូនដោយសារខ្ញុំអត់សូវហ៊ានញ៉ាំជូរច្រើនទេគេថាបើសិនជាញ៉ាំជូរជ្រះខ្លាំងពេកទៅខ្លាចចាស់អត់តន់ណាលិចនោមដាក់ស្រោលអីចឹងទៅបងប្អូនឥឡូវចាប់ដើមមកច្បល់គ្រឿងហើយច្បល់សាច់ហើយនឹងបន្លែចូលគ្នាសិនទៅពុះច្បល់បានបន្តិចបន្តួចប៉ុណ្ណឹងហើយចាំយើងតម្លាក់មីយើងចូលណាបងប្អូនយើងតម្លាក់មីយើងចូលអស់ហើយចាំយើងច្បល់តាមក្រោយទៀតនិយាយចំមីនៅចំនួន5កញ្ចប់ឯណោះបងប្អូនគឺបន្ថែមណាព្រោះដោយសារអីឮដំណឹងថាបងប្អូនចដូនមួយខាងគ្រួសារខ្ញុំគាត់មកលេងដូច្នេះក៏បន្ថែមទៀតមានអីម្នាក់បន្តិចទៅបងប្អូននោះគឺអស់លលឹងតែម្ដងហើយតែថាឆ្ងាញ់ណាបងប្អូនហើយខ្ញុំភ្លក់ទៅមិនគឺខ្វះប្រៃនិងផ្អែមចាអញ្ចឹងហើយខ្ញុំបន្ថែមស្ករហើយនិងទឹកត្រីបន្ថែមទៀតចឹងទៅនិយាយចំរសជាតិប៉ុណ្ណឹងមកល្មមបងប្អូនហើយក៏ជាលើកទី1ដែរសម្រាប់ខ្ញុំហើយជាចុងក្រោយនេះគឺយើងដាក់ជីគ្រប់មុខ8មិញទៅគឺថាឈ្ងុយឆ្ងាញ់ខ្លាំងមែនតើណាបងប្អូននេះលើកទី1ក៏ជាលើកដំបូងរបស់ខ្ញុំដែរដែលខ្ញុំធ្វើញោមមីព្រោះថាធ្លាប់តែឃើញក្នុងវីដេអូរបស់គេអញ្ចឹងណាបងប្អូនតែឥឡូវមកសាធ្វើញ៉ាំខ្លួនឯងបងប្អូនញោមហើយគឺថាឆ្ងាញ់តែម្ដងហើយសម្រាប់បងប្អូនណាដែលមិនធ្លាប់បានធ្វើជូនគ្រួសារបងប្អូនអាចសាកធ្វើបានហើយងាយបងប្អូននិយាយចាំឲ្យតែយើងមានគ្រឿង
ក្រៅនៅក្នុងផ្ទះទៅហើយចំពោះបើសិនជាគ្រឿងក្រៅស្ករអំបិលប៊ីចេងអត់មានយើងប្រើតែគ្រឿងអំបិលទៅក៏បានដែរបងប្អូនហើយប្រភេទមីបងប្អូនយើងជ្រើសយកមីជូរបងប្អូនទៅឆ្ងាញ់ចាឬក៏បងប្អូនយកមីផ្លូវមកក៏ឆ្ងាញ់ដែរឥឡូវញាំមីរបស់ខ្ញុំក៏រួចរាល់ហើយដែរបងប្អូនចាគឺថាមានប្រហិតហើយលាយសាគូបន្តិចដែរហើយបើសិនជាបងប្អូនចង់ធ្វើខុសពីខ្ញុំលាយគ្រឿងសមុទ្របងប្អូនលាយតាមចិត្តណាអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងទេអរគុណជំរាបលា